nè để thao dương miền pi thì mũi thai dương lọ thì pi thao dương đòi phim trên này đi chẳng dương bà dương quạt thai dương lọ quạt cầm mình mau để pi xong rúm dương bộ sai cho prap quạt bình tại bà quạt pra mau pi ạ sਰੂ dương bạch to to mày quạt đi thì pro quạt khâu thao dương từ khâu mày quạt này cả nhom châu can club nhom đặt cô đào bà nhom tha pe nắng nhom sụp nhom prom chầm naiแต่ làn មួយ ពីព្រោះពេលហ្នឹងខ្ញុំមានឡានអាប្រុសមួយគ្រឿងអញ្ចឹងខ្ញុំគិតថាខ្ញុំចំណាយតែអាប្រុសមួយគ្រឿងបើសិនជាខ្ញុំអស់អាប្រុសមួយគ្រឿងគឺខ្ញុំបិទក្លឹបពីដំបូងឡើងសិស្សមាន14 5នាក់ឥឡូវនេះសិស្សមាន40នាក់បាទពីមុនមានបើសាក់តែ2ដើមឥឡូវនេះបើមានបើសាក់10ដើមពីមុនមានកង់តែ2គូតែ4គូឯងឥឡូវនេះមានកង់50គូពីមុនមាន10តែ1គូឯងឥឡូវនេះមាន10 10គូបាទសម្ភារៈហាត់វឹកអីគឺខ្ញុំទិញទាំងអស់បញ្ជាក់ផងដែរថាក្លឹបបណ្ដាខ្លារខិនមិនជាក្លឹបដែលខ្ញុំបង្កើតឡើងទេបាទគឺអ្នកគ្រូឡុងរាវីអ្នកបង្កើតក្លឹបបណ្ដាខ្លារខិនជាគុណសម្បត្តិរបស់គាត់ជាស្នាដៃរបស់គាត់ដែលគាត់ខំគាត់ជានារីប៉ុន្តែគាត់អាចបង្កើតក្លឹបនេះឡើងហើយគាត់ឈ្មុកឈ្មោលមោះមុតសម្រាប់តស៊ូឲ្យក្លឹបមកដល់ដៃខ្ញុំឥឡូវឧទាហរណ៍ថាកូនសិស្សខ្ញុំវាយឈ្នះកូនសិស្សថ្ងៃមុនវាយប្រកួតបានកូនឈ្នះកូនសិស្សគ្រូថេនបាទអញ្ចឹងគ្រូថេននឹងអត់ចេះដែរមែនមកពីគ្រូថេនអត់កើតឬក៏មិនបានសិស្សខ្ញុំវាយឈ្នះអាហ្នឹងយើងនិយាយនេះស្រួលបួនអាហ្នឹងខ្ញុំលើកឧទាហរណ៍គ្រូថេនគាត់តែថាគាត់មិត្តភក្តិខ្ញុំឯងយើងនិយាយគ្នាបានបាទចុះសិស្សខ្ញុំឈ្នះកូនសិស្សគ្រូផ្សេងទៀតចឹងគ្រូផ្សេងនឹងអត់កើតទេមែនបាទវាមិនមែនទេយើងលើកហេតុផលឲ្យស្មើភាពគ្នាអ្នកណាធ្វើអ្នកនោះបានអ្នកនោះបានពលិកម្មគុណខ្មែរឧបត្ថម្ភផ្ដាច់មុខដោយផលិតផលបំពេញសុខភាព We Hope ជួយដោះស្រាយបញ្ហាសន្លាក់សរសៃនិងអាស៊ីតយ៉ាងមានប្រសិទ្ធភាព We Hope ជួយដោះស្រាយបញ្ហាលើសសម្ពាធឈាមលើសជាតិស្ករការពារជំងឺទឹកនោមផ្អែមនិងបញ្ហាតម្រង់នោមសហការផលិតដោយអាពេច Media អ្នកឯកទេសថតរូបនិងថតវីដេអូអាពេច Media ច្នៃប្រឌិតគ្មានដែនកំណត់បាទសូមគោរពជំរាបសួរដល់ពុកម៉ែបងប្អូនប្រិយមិត្តអ្នកគាំទ្រនៅកម្មវិធីពលិកម្មគុណខ្មែរទាំងអស់ជាទីគោរពរាប់អានហើយយើងវិលមកជួបគ្នាវិញនៅក្នុងអេពីសូតថ្មីសម្រាប់ការអញ្ជើញចូលរួមនៅក្នុងវគ្គនេះគឺជាវាគ្មិនដែលជាមានន័យថាជាអ្នកបណ្ដុះបណ្ដាលទៅលើគុណខ្មែរផងជា MC ផងជាអាជីពច្រើនណាស់បាទជាតារាសម្ដែងផងបើនិយាយពីអតីតដែរជាតារាចម្រៀងluônនេះចម្រៀងសម្ដែង DJអូអាជីពច្រើនមែនទេបាទប៉ុន្តែមុននឹងចាប់ផ្ដើមកម្មវិធីយើងក៏សូមណែនាំឲ្យស្គាល់គឺលោកគ្រូរីគីសុនបាទរីគីទេបាទលោកគ្រូរីគីបាទងាយបាទនិយាយសួរបងនិយាយសួរបាទថ្ងៃនេះយើងនាំគ្នាមករាំងឆ្ងាយបន្តិចគឺមកដល់ទឹកដីហួសភ្នំពេញហ្នឹងបាទប៉ុន្តែយ៉ាងណាទោះបីជាមិនបានជជែកគ្នានៅក្នុងក្លឹបរបស់លោកគ្រូផ្ទាល់ក៏ចាត់ទុកថាជាជំនួបមួយដែលមិនមែនជាចៃដន្យទេតាមពិតក៏មានកម្រងដែរយើងមានកម្រងបាទគ្រាន់តែយើងចង់នាំទេសភាពទស្សនវិជ្ជាថ្មីឲ្យបងប្អូនបានស្គាល់ដែរអញ្ចឹងមុននឹងចាប់ផ្ដើមសំណួរសំខាន់ៗជុំវិញនឹងកម្មវិធីរបស់យើងគឺចង់ដឹងអំពីសុខទុក្ខរបស់លោករីគីដែរមួយរយៈនេះសុខទុក្ខយ៉ាងម៉េចដែរហើយការដឹកនាំក្លឹបហ្នឹងឃើញថាបានសមិទ្ធផលអីខ្លះមកដល់ថ្ងៃបងបាទដំបូងខ្ញុំបានក៏សូមគោរពនៃជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាហើយខ្ញុំសូមបញ្ជាក់ប្រាប់មុនថាសំណួរខ្លះខ្ញុំឆ្លើយបានខ្ញុំឆ្លើយសំណួរខ្លះឆ្លើយបានខ្ញុំសូមអធិស្ឋានអូខេបើតកតងទៅនឹងសុខទុក្ខបច្ចុប្បន្ននេះសុខទុក្ខដើមទឹមគ្នាប៉ុន្តែគឺសប្បាយចិត្តនៅពេលដែលយើងបានធ្វើការងារដែលយើងចង់ធ្វើបាទសប្បាយចិត្តនៅក្នុងអាជីពនេះបាទសប្បាយចិត្តនៅក្នុងវិស័យមួយនេះវិស័យគុណខ្មែរបើមែនតើរហងៃហ្នឹងគឺធ្វើអីខ្លះទាំង MC ដឹកនាំបង្ហាត់សិស្សបាទប្រធានក្លឹបបាទរហងៃខ្ញុំជាប្រធានក្លឹបខ្លារខិនហើយក៏ជា MC នៅស្ថានីយ៍ទូទស្សន៍ថោបាទហើយគុណខ្មែរដែរអត់មានអីផ្សេង MMO ក៏យើងនិយាយទៅធ្វើគ្រាន់តែឲ្យបងប្អូនយើងសប្បាយចិត្តទេបងប្អូនអ្នកខ្លះគាត់គ្រប់គ្រងគាត់មើលទៅគាត់ឃើញគាត់សប្បាយចិត្តអ្នកខ្លះគាត់មិនគ្រប់គ្រងគាត់ឃើញហើយគាត់អូសសុំឲ្យអូសរំលងចោះបាទន័យថាយើងធ្វើហ្នឹងក៏ក្នុងន័យដើម្បីរកទីផ្សារឲ្យកីឡាករដើម្បីអីចឹងដើម្បីឲ្យគេស្គាល់អីចឹងបច្ចុប្បន្នអ្វីដែលខ្ញុំធ្វើតាក់ទងទៅនឹងកីឡាគឺអត់មានអីផ្សេងក្រៅពីហ្នឹងផងបាទ
còn là trong rô tiếp sao sơ ông bốn đấng ấy tha sơ club xem được nông dục máy cái lá có rất là miên quân lập hiệp បាទ ប៉ុន្តែហេតុអីពួកគាត់អាចឡើងមិនមានឱកាសឡើងប្រកួតដោយសារតែពួកគាត់មានមហូបឆ្ងាញ់តែគាត់អត់បានយកទៅឲ្យគេភ្លក់បាទអត់បានយកទៅឲ្យគេភ្លក់អញ្ចឹងគាត់មានកីឡាករល្អប៉ុន្តែគាត់អត់មានឱកាសបានឡើងប្រកួតមូលហេតុគឺគាត់អត់សូវមានទីផ្សារ បាទ អត់សូវបានធ្វើសកម្មភាពអី ធ្វើសកម្មភាពឲ្យគេបាន បាទ ស្គាល់ ឲ្យគេបានស្គាល់បាទ ហ្នឹងហើយ អញ្ចឹងខ្ញុំព្យាយាមធ្វើហ្នឹងប្រហាត់ពេលប្រហាត់ខ្ញុំអត់សូវថតផុសទេប៉ុន្តែរាល់ពេលប្រហាត់ចប់ខ្ញុំតែងថតលេងជាមួយកូនសិស្សនាំកូនសិស្សលេងនាំកូនសិស្សសួរពីប្រវត្តិរូបសង្ខេបរបស់គាត់នាំកូនសិស្សធ្វើនេះធ្វើនោះដើម្បីឲ្យមានសកម្មភាពពុកម៉ែបងប្អូនបានស្គាល់គាត់ បាទឃើញប្រហែលថ្ងៃហ្នឹងគឺពងផ្ទុះតាសើលោកគ្រូរីគីរឿងថាអូបន្ទាប់ពីយកភាគរយពីសិស្សទៅហ្នឹងទៅប៉ាវទៅអីប៊ូហ្វេអីឲ្យសិស្សបំពន់កម្លាំងអីចឹងរឿងនេះមិនមែនទៅឥឡូវទេបង អញ្ចឹង រឿងនេះមិនមែនទៅឥឡូវខ្ញុំធ្វើយូរហើយប៉ុន្តែគ្រាន់តែបងប្អូនមិនទាន់ចាប់អារម្មណ៍តែប៉ុណ្្នឹងឯងអញ្ចឹងបានន័យថាយើងចាប់ផ្ដើមធ្វើពីពេលហ្នឹងយើងចាប់ផ្ដើមធ្វើឥឡូវហ្នឹងមិនមែនបងប្អូនយើងឃើញឥឡូវហ្នឹងទេឃើញឥឡូវខ្ញុំធ្វើជាង10ឆ្នាំហើយទៅបងប្អូនទៅមើលឃើញពេលនេះទៅផ្ទុះឥឡូវនេះហ្នឹងបាទអញ្ចឹងមានន័យថាយើងធ្វើទៅយើងធ្វើយើងបានយើងអត់ធ្វើយើងអត់បានទេបើធ្វើឲ្យមិនទាន់បានខំប្រឹងធ្វើបន្តទៀតពីព្រោះវាគង់នឹងបានទេ បាទងាកមកក្លឹបខ្លារខិនមកដល់ឥឡូវនេះកូនសិស្សប្រហែលហើយបើនិយាយពីដូចថាអ្នកដែលអាចប្រកួតបាន បាទអន្តរជាតិអីខ្លាំងហ្នឹងប្រហែលបានបញ្ជាក់ផងដែរថាក្លឹបបណ្ដាខ្លារខិនមិនមែនជាក្លឹបដែលខ្ញុំបង្កើតឡើងទេបាទគឺអ្នកគ្រូឡុងរាវីអ្នកបង្កើតក្លឹបបណ្ដាខ្លារខិនបាទជាគុណសម្បត្តិរបស់គាត់ជាស្នាដៃរបស់គាត់ដែលគាត់ខំគាត់ជានារីប៉ុន្តែគាត់អាចបង្កើតក្លឹបនេះឡើងហើយគាត់ឈ្មោះឈ្មោះមោះមុតសម្រាប់តស៊ូឲ្យក្លឹបមកដល់ដៃខ្ញុំរហូតមកដល់ពេលនេះពីដំបូងឡើងសិស្សមាន14 5នាក់ឥឡូវនេះសិស្សមាន40នាក់បាទពីមុនមានបាវស័កតែ2ដើមឥឡូវនេះមានបាវស័ក10ដើមពីមុនមានកង់តែ2គូតែ4គូឯងឥឡូវនេះមានកង់50គូពីមុនមាន10តែ1គូឯងឥឡូវនេះមាន10 10គូបាទសម្ភារៈហាត់វឹកអីគឺខ្ញុំទិញទាំងអស់ហើយបញ្ជាក់ផងដែរថាលុយដែលខ្ញុំបានមកគឺ3លុយដែលខ្ញុំបានមក3ច្រកលុយទី1គឺខ្ញុំបានពីធ្វើ MC បងប្អូនឃើញខ្ញុំស្រែកអាឡូអាឡាឃើញខ្ញុំធ្វើឈួតតាម social media ឃើញខ្ញុំស្រែកនៅតាមកម្មវិធីផ្សេងលុយទាំងអស់នោះគឺខ្ញុំយកមកផ្គត់ផ្គង់សិស្សបាទលុយទី2គឺលុយខ្ញុំកាត់ភាគរយពីសិស្សច្បងវាយមានទូនាទីវាយមកយកលុយហ្នឹងចិញ្ចឹមសិស្សប្អូនបន្តទៀតអាសិស្សប្អូនហ្នឹងវាឡើងមកវាយបានលុយចិញ្ចឹមសិស្សអ្នកដែលអត់ទាន់វាយទៀតបន្ទាប់មកទៀតអញ្ចឹងក្នុងក្លឹបខ្លារខិនសិស្សច្បងមានកាតព្វកិច្ចវាយចិញ្ចឹមសិស្សប្អូនហើយលុយដែលកាត់ភាគរយទាំងអស់គឺយកមកផ្គត់ផ្គង់ទៅដល់សិស្សប្អូនបាទហើយទី3គឺលុយពីសប្បុរសជនដែលគាត់ឲ្យលុយខ្ញុំមកគាត់ប្រាប់លោកគ្រូខ្ញុំជួយលោកគ្រូអង្គ2បាវអញ្ចឹងខ្ញុំទៅទិញអង្គ2បាវថតឲ្យគាត់មើលបាទបងអង្គ2បាវអស់លុយប៉ុណ្ណេះគាត់ថាឥឡូវលោកគ្រូខ្ញុំឧបត្ថម្ភទៅដល់សម្លេងពិឃាត 40000 រៀលខ្ញុំទៅដល់ក្លឹបថ្ងៃច័ន្ទគឺខ្ញុំឲ្យគាត់ទទួល 40000 ខ្ញុំថតមានវីដេអូឲ្យគាត់មើលមានផតាំងមានសាស្អីអញ្ចឹងលុយដែលគាត់ជួយមកអត់បាត់សំបីមកកាក់មួយសេនគាត់ឲ្យសិស្សគឺបានដល់សិស្សគាត់ឲ្យទៅក្លឹបទិញរបស់របរគឺបានទិញរបស់របរគាត់ឲ្យមកខ្ញុំយកបាទបើមិនមែនជាចំណែករបស់ខ្ញុំអត់យកបាទរឿងហ្នឹងគឺវាបែបហ្នឹងអញ្ចឹងលុយ3ច្រកនេះវាធ្វើឲ្យខ្ញុំទ្រទ្រង់ក្លឹបមកដល់បច្ចុប្បន្នកូនសិស្សមាន40នាក់ហើយអ្នកដែលចេញវាយនិយាយទៅចេញវាយបាន 80% គាត់ថាទាំងអស់ហើយបាទនិយាយទៅចេញទាំងអស់ហើយ 20% ទៀតអ្នកដែលចូលមកថ្មីប៉ុន្តែបដាល់អត់ថេទេបដាល់គឺគុណខ្មែរនេះក៏អត់ថេទេចេញចូលទេបាទអ្នកស៊ូបានក៏នៅអ្នកស៊ូមិនបានក៏នៅស៊ូបានហើយមានបញ្ហាគ្រួសារក៏ទៅស៊ូបានហើយសុខភាពគាត់មិនល្អក៏គាត់ទៅបាទវាមានបញ្ហាច្រើនណាស់ត្រូវជួបប៉ុន្តែសប្បាយចិត្តនៅពេលដែលយើងធ្វើការងារដែលយើងស្រឡាញ់អូខេហើយបងប្អូនមកនិយាយស្គាល់ហើយថាគុណសិស្សគ្រូមេឆានទេបាទមេឆានប៉ុន្តែឥឡូវដូចជាលេងនៅហើយគាត់លេងគាត់រកការងារថ្មីហើយគោលដៅរបស់ខ្ញុំទី1ខ្ញុំស្រឡាញ់គុណខ្មែរបាទទី2ខ្ញុំចង់ជួយសង្គមរបស់ខ្ញុំយ៉ាងម៉េចរាល់ថ្ងៃខ្ញុំរស់នៅក្នុងសង្គមរបស់ខ្ញុំគឺខ្ញុំបានសុខហើយបាទខ្ញុំមានការងារធ្វើនៅស្ថានីយ៍បាទខ្ញុំមានសេរីភាពក្នុងការដើរហើរអញ្ចឹងខ្ញុំចង់ជួយសង្គមរបស់ខ្ញុំវិញបងប្អូនខ្លះគាត់បានដើរជ្រុលដើរហួសបញ្ហាដើរហួសព្រំដែនសន្តិសុខសង្គមអញ្ចឹងគាត់ធ្វើជ្រុលធ្វើហួសអីក៏ដោយបើយើងផ្ដល់ឱកាសឲ្យគាត់បានយើងគួរតែផ្ដល់ឱកាសបាទបើយើងកែគាត់បានយើងគួរតែកែបាទ
ពុកម្ដាយគាត់អ្នកខ្លះឪពុកម្ដាយអប់រំអត់បានទេប៉ុន្តែពេលគាត់មកនៅមួយយើងព្យាយាមបញ្យល់គាត់យើងព្យាយាមអប់រំគាត់ទីបំផុតគាត់កែបានដូចមេឆានដែលឥឡូវខ្ញុំលើកឧទាហរណ៍ដូចមេឆាននៅមានអ្នកផ្សេងច្រើនទៀតក្នុងក្លឹបមេឆានឪពុកម្ដាយអស់និយាយទេបាទប៉ុន្តែនៅពេលដែលគាត់មកនៅមួយខ្ញុំគាត់មិនបានល្បីគាត់មិនបានខ្លាយជា Superstar គុនខ្មែរទេប៉ុន្តែគាត់ជោគជ័យនៅក្នុងការធ្វើជាពលរដ្ឋល្អបាទគាត់នៅមួយខ្ញុំគាត់អត់ដែរទៅបង្កបញ្ហាឲ្យសង្គមឈឺក្បាលវិលមុខទេបាទគាត់អត់ដែរទៅលួចគេគាត់អត់ដែរទៅប្លន់គេគាត់មិនដែរទៅប្រើប្រាស់គ្រឿងញៀនទេបាទគាត់នៅមួយជាមួយឪពុកម្ដាយគាត់និយាយអត់ស្ដាប់បាទតែនៅពេលគាត់មកនៅមួយយើងនាំគាត់លេងគាត់មកនៅមួយគ្រូរយៈពេលប៉ុន្មានឆ្នាំ72ឆ្នាំបាទ72ឆ្នាំអញ្ចឹងយើងនាំគាត់លេងយើងបញ្យល់គាត់យើងលើកទឹកចិត្តគាត់ទីបំផុតគាត់តម្លាក់ឲ្យអស់នឹងចោលគាត់លែងនឹកឃើញបាទលែងនឹកឃើញរឿងទាំងអស់ហ្នឹងអញ្ចឹងបានន័យថាយើងជោគជ័យបាត់ហើយបាទយើងជោគជ័យបាត់ហើយអញ្ចឹងឪពុកម្ដាយគាត់ក៏គាត់សុបាយចិត្តគាត់ថាគាត់ពិតជាសុបាយចិត្តនៅពេលដែលកូនរបស់គាត់បានដើរលើផ្លូវត្រឹមត្រូវមួយវិញពេលតែគាត់មិនជោគជ័យជាមួយវិស័យកីឡាគុនខ្មែរតែឥឡូវគាត់យកអាការចំណេះជំនាញរបស់គាត់ដែលខ្ញុំប្រហាត់គាត់យកទៅធ្វើការងារផ្សេងបានប្រាក់ខែបានផលប្រយោជន៍របស់គាត់អាហ្នឹងវាជាភាពជោគជ័យរបស់ខ្ញុំមួយរឿងមួយដែរឃើញអ្នកគ្រប់គ្រងនៅក្នុងវិស័យគុនខ្មែរហ្នឹងឃើញដាក់សម្ពាធឬក៏របៀបដូចថាអាហ្នឹងគេហៅថាវាពាក្យសម្ដីរបស់មនុស្សវាជាបំផុតណាបាទគេថាលោកវិគីមិនមែនជាគ្រូបដាមិនមែនជាកីឡាករពីមុនផងមិនមែនជាអ្នកដែលមានបទពិសោធន៍ខាងក្បាច់គុនផងហើយតើមកបង្រៀនសិស្សបណ្ដុះបណ្ដាលកីឡាករបង្ហាត់កីឡាករវាមិនកន្លែងហ្នឹងសំណួរទី1ចង់សួរថាតើពេលគេមានការលើកឡើងព្រោះខ្ញុំជឿថាគ្រូក៏បានឃើញដែរច្រើនហ្នឹងហើយច្រើនប៉ុន្តែមកដល់ពេលនេះបើនិយាយពីសមិទ្ធផលឃើញថាមានការប្រែប្រួលច្រើនហើយបាទប៉ុន្តែពេលគេលើកឡើងអញ្ចឹងមានអន់ចិត្តឬក៏អីទេនិយាយការពិតទៅគាត់លើកឡើងដោយសារគាត់អត់ដឹងដែរគាត់អត់បានព័ត៌មានគ្រប់ជ្រុងជ្រោយដែរអញ្ចឹងណាអញ្ចឹងយើងក៏មិនប្រកាន់គាត់ដែរអ្នកដែលថាយើងមាន2ទី1ថាយើងល្អទី2ថាយើងដោយភាពចំណែនទេហ្នឹងហើយអញ្ចឹងយើងបើយើងគាត់ថាយើងល្អគាត់ខមមិនមកដោយពាក្យសំរុំយើងបកស្រាយទៅប្រាប់គាត់វិញតែបើគាត់ប្រើមកពាក្យអសរោះយើងមិនបាច់ទៅតបតមួយគាត់ទេពីព្រោះគាត់ខុសទៅហើយយើងទៅខុសមួយគាត់មិនកើតអូខេតាក់ទងនឹងពាក្យថាខ្ញុំមិនមែនជាកីឡាករពីមុនផងរឿងអីមកប្រហាត់សិស្សកើតអញ្ចឹងណាបាទខ្ញុំតែងតែប្រាប់ច្រើនដងហើយថាខ្ញុំមិនមែនជាកីឡាករល្បីទេតែខ្ញុំធ្លាប់ហាត់ខ្ញុំធ្លាប់ប្រកួតធ្លាប់ប្រកួតបាទខ្ញុំធ្លាប់ហាត់ខ្ញុំធ្លាប់ប្រកួតបាទប៉ុន្តែគាត់ថាខ្ញុំមិនមែនជាកីឡាករល្បីទេខ្ញុំបានប្រកាសជាច្រើនដងហើយតាក់ទងនឹងការប្រកួតខ្ញុំបានប្រាប់ថាខ្ញុំប្រកួតបានប្រហែលដងហើយខ្ញុំបានប្រាប់ច្រើនដងដែរប៉ុន្តែពួកគាត់អ្នកខ្លះដូចខ្ញុំនិយាយយ៉ាងថាអ្នកខ្លះគាត់ផ្ចាញ់គាត់ចំណែនតែអ្នកដែលគាត់ដឹងហើយគាត់ថាអូខេអាចទទួលយកបានអញ្ចឹងខ្ញុំមិនទៅប្រកាន់ទុកអូតនាអីគាត់ទេមកដល់ពេលនេះបើនិយាយពីការប្រហាត់វាជាង10ឆ្នាំហើយវាជាង10ឆ្នាំអញ្ចឹង10ឆ្នាំវាល្មមអាចទទួលយកបានហើយក្លឹបខ្លាខាន់ហ្នឹងគ្រូកាន់ជាង10ឆ្នាំហើយដំបូងឡើងខ្ញុំប្រហាត់នៅមិត្តប៉ូលីស3ឆ្នាំមិត្តប៉ូលីស3ឆ្នាំខ្លារខិន10ឆ្នាំជាង12ឆ្នាំហើយតាំងពីពេលខ្ញុំនៅមិត្តប៉ូលីស3ឆ្នាំខ្លារខិនបើករហូតមកដល់ឥឡូវហ្នឹងវា12ឆ្នាំហើយ12ឆ្នាំអ្នកគ្រូឡុងរាវីគាត់កាន់10ឆ្នាំបាទហើយខ្ញុំកាន់2ឆ្នាំបាទអញ្ចឹងសិស្សរបស់ខ្ញុំក៏មានហើយខ្លារខិនបើកភ្លាមគឺខ្ញុំចូលប្រហាត់ភ្លាមបាទគឺបានន័យថាលោកគ្រូចូលបង្ហាត់តាំងពីខ្លារខិនបើកឡុងរាវីនៅបាទបើកក្លឹបខ្លារខិនគឺមានវត្តមានខ្ញុំតែម្ដងបាទគឺមានវត្តមានខ្ញុំនៅទីនោះហើយ13ឆ្នាំហ្នឹងគឺខ្ញុំអត់ដែរបានប្រាក់ខែ1រៀលទេប្រហាត់សិស្សដោយគ្មានប្រាក់ខែអ្នកគ្រូឡុងរាវីគាត់តែងតែសួរខ្ញុំដែរថាគាត់ហៅខ្ញុំគ្រូតូចអីយកប៉ុន្មានបាទតាមលទ្ធភាពរបស់គាត់ណាខ្ញុំថាខ្ញុំហៅគាត់ចែកថាអត់ទេចែកខ្ញុំជួយដោយបេះដូងរបស់ខ្ញុំបាទដោយសារពេលនោះខ្ញុំជាប់ច្រៀងផងខ្ញុំជាប់ធ្វើ MC ផងខ្ញុំជាប់ចាក់ភ្លេងផងអញ្ចឹងខ្ញុំអត់មានពេលគ្រប់គ្រាន់សម្រាប់ប្រហាត់ទេតែខ្ញុំមានពេលព្រឹកគឺខ្ញុំប្រហាត់ខ្ញុំព្រឹកឬក៏ល្ងាចតាមតែអ្វីដែលខ្ញុំតែគឺមានតែពីរឯងការងារហើយនឹងក្លឹបតែប៉ុណ្្នឹងឯងរហូតមកចុងក្រោយខ្ញុំចូលកាន់ក្លឹបខ្លារខិននេះ2ឆ្នាំចុងក្រោយនេះគឺខ្ញុំអត់នឹកស្មានថាខ្លួនឯងចូលទៅកាន់ទេបាទប៉ុន្តែចុងក្រោយអ្នកគ្រូគាត់បានបកគលឲ្យខ្ញុំទៅដែលខ្ញុំចរចាតម្លៃមួយគាត់ទៅគាត់ក៏ព្រមបកគលឲ្យខ្ញុំមករឿងលក្ខខណ្ឌទី1ក្លឹបខ្លារខិនខ្ញុំអត់ដូរឈ្មោះបាទខ្លារខិនគឺខ្លារខិនមួយជីវិតបាទរហូតផុតដៃខ្ញុំអាហ្នឹងខ្ញុំអត់ដឹងទេបាទរឿងទី2កីឡាករ
តកោឡុងគឺខ្ញុំឲ្យប្រើឡុងមួយជីវិត បាទ ឡុងចិនឡុងខេតឡុងពិសិដ្ឋឡុងអាឆើត បាទ គឺអត់ដូរឈ្មោះទេអ្នកដែលចូលថ្មីអាហ្នឹងបានខ្ញុំដាក់ឈ្មោះរបស់ខ្ញុំ បាទ រឿងទី3កាលជំនាន់នោះឡុងពិសិដ្ឋគាត់ប្រកួតបានមេដាយមាស SEA Games អញ្ចឹងប្រាក់រង្វាន់ប្រាក់ភាគរយរបស់គាត់ក៏ខ្ញុំអត់ប៉ះដែរ ហ្នឹងហើយជួនទៅម្ចាស់ បាទជូនទៅគាត់ឬក៏បើគាត់សម្រាប់នៅមន្ទីរពេទ្យអាហ្នឹងយើងនិយាយគ្នាបើចែសម្រាប់នៅមន្ទីរពេទ្យចែចង់ឲ្យពីណាគេមកទទួលគាត់ថាឲ្យកូនស្រីរបស់គាត់ បាទ អញ្ចឹងនៅពេលដែលសំណាងមិនល្អគាត់ក៏បានខូចទៅអ្នកគ្រូណា បាទ គាត់បានខូចទៅអញ្ចឹងពេលបើកមកគឺខ្ញុំតែហៅកូនស្រីគាត់មកយកបាទ បាទបាទ ហើយកូនស្រីគាត់ក៏បានឲ្យខ្ញុំខ្លះដែរ អូ បាទគាត់បានឲ្យខ្ញុំខ្លះអញ្ចឹងភាគរយដែលឡុងពិសិដ្ឋបានឡុងពិសិដ្ឋវាយបានមេដាយមាសឲ្យទៅកូនគាត់ឲ្យមកខ្ញុំខ្លះដែរគាត់ជាលើកចិត្តឲ្យខ្ញុំដែរ បាទ មិនមែនថាអត់ទេណា បាទ គាត់ឲ្យខ្ញុំខ្លះដែរ បាទ តែអ្វីដែលសំខាន់ក្លឹបបណ្ដាខ្លាដខិនគឺអ្នកគ្រូឡុងរាវីជាអ្នកបង្កើត ជាអ្នកបង្កើត បាទ ឆ្នាំណាគ្រូ2012ហ៎ បាទ2012 ដើម 2011ហ្នឹងឯង ដើមដល់ចំណុចនេះអញ្ចឹងខ្ញុំចាប់បានហើយថាផ្ដើមពីលោកគ្រូខ្លាយជាអ្នក បាទ គេកាន់ក្លឹបដែលជាអីហ្នឹងដោយ បា សារ ទ តែដំបូងឡើយយើងជាអ្នកនៅជាមួយក្លឹប តែ ហ្នឹង គ្រូជំនួយ គ្រូជំនួយហើយ បាទ10ឆ្នាំ បាទ ហើយខ្ញុំបញ្ជាក់10ឆ្នាំហ្នឹងគឺអត់មានប្រាក់ខែទេ 10ឆ្នាំ ខ្ញុំបានតែ 100000 រៀលម្ដងគត់នៅរដូវកាលកូវីដដែលអ្នកគ្រូឡុងរាវីឲ្យខ្ញុំ 100000 រៀលម្ដងគត់ហើយលុយនោះខ្ញុំអត់ចាយទៀតខ្ញុំទុកនៅក្រោមខ្នើយខ្ញុំអត់ចាយទេខ្ញុំទុកវាជានិយាយទៅទុកវាជាអនុស្សាវរីយ៍ហ្មងបាទ មកដល់បច្ចុប្បន្ន បានមកដល់បច្ចុប្បន្នហ្នឹងបាទទេលុយហ្នឹងឥឡូវដូចជាពេលខ្ញុំរើក្លឹបថ្មីនេះខ្ញុំឲ្យតែកូនសិស្សខ្ញុំចែកកូនសិស្សចាយហើយ បាទ បាទប៉ុន្តែលុយហ្នឹងគឺខ្ញុំអត់ចាយពេលដល់ការកូវីដខ្ញុំអត់មែនទេហ្មងអ្នកគ្រូឲ្យខ្ញុំ 100000 ខ្ញុំប្រហាត់នៅហ្នឹងលុយជួយកូនសិស្សដូចខ្ញុំធ្វើថ្ងៃចឹងគឺខ្ញុំធ្វើអញ្ចឹង បាទ ស្បែកជើងថ្មិញអីគឺខ្ញុំទិញឲ្យកូនសិស្សទាំងអស់ បាទ ប៉ុន្តែខ្ញុំអត់មានប្រាក់ខែមិនមែនថាអ្នកគ្រូក៏អត់ឲ្យគាត់សួរខ្ញុំគាត់តែងតែសួរខ្ញុំដែរយកប៉ុន្មានលើទៅអីចង់បានប៉ុន្មានប្រាក់ខែចឹងខ្ញុំថាអត់ទេចៃខ្ញុំជួយដោយអស់ពីចិត្តពីបេះដូងខ្ញុំហ្មងហើយមូលហេតុដែលខ្ញុំអត់យកលុយពីគាត់មិនមែនខ្ញុំអ្នកមានទេ បាទ តែដោយសារគាត់អត់តែពេលនោះ បាទ គាត់ពិតជាអត់បាទសុំនិយាយអស់ហើយមកដល់ពេលនេះខ្ញុំនិយាយហ្មងទៅលុយដែលកូនស្រីគាត់ឲ្យគាត់សម្រាប់ភាសាអីគាត់អត់ហូបអីទេគាត់អត់ពីមាត់គាត់ដើម្បីទិញមកហូបឲ្យកូនសិស្សបាទ បាទអូ បាទកូនគាត់អត់ឲ្យបើកទេកូនគាត់ឲ្យបិទក្លឹបបាទប៉ុន្តែគាត់ទេដែលចេះរឹងរូសគាត់មិនបិទគាត់មិនធ្វើគាត់តស៊ូជាមួយក្លឹបហ្មងនិយាយទៅគាត់តស៊ូក្នុងនាមគាត់ជាស្ត្រីបាទខ្ញុំហើយអ្វីដែលខ្ញុំគោរពគាត់គឺកន្លែងនឹងឯងគេមកប្រជុំមកសាលគេប្រុសទាំងអស់គាត់តែម្នាក់ឯង បាទ ទៅប្រជុំមួយគឺតតាំងមតិជាមួយគេរឿងអាញាកណ្ដាលរឿងចៅក្រមរឿងកីឡាករអីហ្នឹងគឺគាត់ម្នាក់ឯងហ្មងអញ្ចឹងខ្ញុំគោរពគាត់កន្លែងហ្នឹងឯងបាទ ហើយមកដល់ឥឡូវនេះលោកគ្រូប្រទេសមកដល់ដៃលោកគ្រូយើងគិតថាបើសិនជាវិញ្ញាណនៅខាងអ្នកគ្រូកំពុងរមើក៏សម័យចិត្តដែរនៅពេលដែលមានការរីកចម្រើនដូចសពថ្ងៃ អ្វីដែលខ្ញុំនិយាយមួយគាត់ខ្ញុំបានប្រាប់គាត់ថាបើចែលក់ក្លឹបនោះឲ្យគេខ្ញុំសុំសម្រាប់ខ្ញុំសុំឈប់ធ្វើគ្រូបដាល់ហ្មង បាទ ខ្ញុំសុំឈប់ប្រហាត់ហ្មងគឺខ្ញុំធ្វើការងារតែ MC ហើយនឹងហាត់សុខភាពរបស់ខ្ញុំទេ បាទ បាទលេងលំដែកលេងអាទេឲ្យទៅ បាទ បែបយើងវិញទៅតែបើចែឲ្យខ្ញុំក្នុងតម្លៃប៉ុណ្ណឹងខ្លារខិនគឺខ្ញុំធ្វើមិនអត់ឲ្យបិទទេហើយឈ្មោះខ្លារខិនខ្ញុំនឹងឲ្យល្បីខ្លាំង បាទបាទ ហើយខ្ញុំចូលកាន់ក្លឹបខ្ញុំដាក់គោលដៅរបស់ខ្ញុំថាពេលហ្នឹងខ្ញុំព្រមចំណាយតែឡានមួយឯងពីព្រោះពេលហ្នឹងខ្ញុំមានឡានអាប្រុសមួយគ្រឿង បាទ អញ្ចឹងខ្ញុំគិតថាខ្ញុំចំណាយតែអាប្រុសមួយគ្រឿងឯងបើសិនជាខ្ញុំអស់អាប្រុសមួយគ្រឿងគឺខ្ញុំបិទក្លឹបមក ជប់ បាទគឺខ្ញុំបិទមកពីព្រោះចាប់គួរអត់បានអត់មានកីឡាករប្រកួតបាទអត់មានប្រាក់ចំណូលអត់មានក្រុមហ៊ុន sponsor អត់មានឯកឧត្តមអុកញ៉ានៅពីក្រោយ បាទ អញ្ចឹងមិនយូរទេ បាទ អញ្ចឹងខ្ញុំក៏បានដាក់គោលដៅថាខ្ញុំព្រមលក់ឡានតែមួយគ្រឿងទេ បាទ ឲ្យតែដល់ពេលគឺខ្ញុំយកឡានទៅលក់ដើម្បីផ្គត់ផ្គង់ក្លឹបទ្រទ្រង់ក្លឹបតែទីបំផុត ជាសំណាងឬក៏ចៃដន្យដែលអាចមានលទ្ធភាពអត់អស់តែឡាននោះមួយហើយអាចដើរមកដល់សប្តាហ៍ មិនមែនសំណាងមិនមែនចៃដន្យវាជាការខំប្រឹង អូ បាទវាជាការខំប្រឹងរបស់ខ្ញុំ100%បើខ្ញុំមិនខំប្រឹងបងប្អូនមិនស្គាល់ក្លឹបខ្លារខិនបើខ្ញុំមិនខំប្រឹងកូនសិស្សខ្ញុំមិនបានឡើងប្រកួតបើខ្ញុំមិនខំប្រឹងមិនកូនសិស្សខ្ញុំចេះប្រកួតចេះវាយ បាទ បងប្អូនមួយចំនួនជេរខ្ញុំថាខ្ញុំប្រហាត់សិស្សមិនកើតខ្ញុំអត់ចេះអីសោះមិនមកប្រហាត់សិស្សអញ្ចឹងអ្នកដែលវាយកូនសិស្សខ្ញុំវាយឈ្នះកូនសិស្សគេគ្រូគេនឹងក៏អត់ចេះដែរ បាទ បាទឥឡូវលោកឧទាហរណ៍ងាយយល់ស្រួលយល់ទេឥឡូវឧទាហរណ៍ថាកូនសិស្សខ្ញុំវាយឈ្នះកូនសិស្សថ្ងៃមុនវាយប្រកួតបានកូនឈ្នះកូនសិស្សគ្រូថេន បាទ អញ្ចឹងគ្រូថេននឹងអត់ចេះដែរមែនមកពីគ្រូថេនអត់កើតឬក៏មិន
បានសិស្សខ្ញុំវាយឈ្នះអាហ្នឹងយើងនិយាយនេះស្រួលបួសអាហ្នឹងខ្ញុំលើកឧទាហរណ៍គ្រូថេនគាត់ដោយសារគាត់មិត្តភក្តិខ្ញុំឯងយើងនិយាយគ្នាបានចុះសិស្សខ្ញុំឈ្នះកូនសិស្សគ្រូផ្សេងទៀតចឹងគ្រូផ្សេងនឹងអត់កើតទេមិនបាទវាមិនមែនទេយើងលើកហេតុផលឲ្យស្មើភាពគ្នាអ្នកណាធ្វើអ្នកនោះបានអ្នកនោះបានមិនមែនសំណាងមិនមែនចៃដន្យតែមកពីខ្ញុំខំប្រឹងបាទឆ្លងកាត់នៅបទពិសោធន៍ការជួបជាច្រើននៅក្នុងប្រឡូកនៅក្នុងអាជីពនេះលោកគិតថាជាមានអីដែលយើងគិតថានេះវាជាមានអីជាចំណុចដែលល្អមួយគិតថាវាគួរតែទទួលបានការចែកម្លែកទៅឲ្យពលរដ្ឋជនឲ្យគេដឹងដែរសម្រាប់ខ្ញុំនៅតែលើកទឹកចិត្តឲ្យពុកម៉ែបងប្អូនអ្នកដែលស្រឡាញ់គុណខ្មែរយើងរួមគ្នាធ្វើបាទម្នាក់ធ្វើនេះម្នាក់ធ្វើនោះម្នាក់ដាំបាយម្នាក់ទៅរកអុសម្នាក់ទៅរកម្ហូបម្នាក់ទៅរកបន្លែបាទវាមិនយូរមិនឆាប់យើងនឹងបានមកបាយមកហូបមកពេលជុំគ្នាយ៉ាងឆ្ងាញ់បាទអញ្ចឹងគុណខ្មែរក៏ដូចគ្នាអ្នកធ្វើនេះម្នាក់ធ្វើនោះទៅបាទអ្នកធ្វើតែងតែមានខុសអ្នកអត់ធ្វើគឺអត់ចេះខុសបាទអញ្ចឹងអ្នកធ្វើតែងតែខុសអញ្ចឹងជួយកែតម្រូវគ្នាកន្លែងណាខុសជួយកែគ្នាគុំជន់ផលិតគ្នាទៅវិញទៅមកមិនបាច់ទេមុននឹងបញ្ចប់ខ្ញុំសុំសួរថាមកសនុទៀតគោលដៅលោកគ្រូសម្រាប់វិស័យនេះអាជីពនេះដឹកនាំការបណ្ដុះបណ្ដាលក៏ដូចជានៅក្នុងវិស័យការងារនិយាយទៅទោះបីលោកគ្រូធ្វើ MC ក៏នៅក្នុងជុំវិញកូនខ្មែរដែរបាទគោលបំណងទៅមុខទៀតមានឆន្ទៈក្នុងការធ្វើកិច្ចការងារដើម្បីខ្លះទៀតបាទគោលបំណងរបស់ខ្ញុំគឺខ្ញុំចង់ឲ្យខ្លារខិនធំបាទខ្លារខិនធំទីមួយទៀតខ្ញុំចង់ឲ្យពិភពលោកស្គាល់គុណខ្មែរបាទខ្ញុំអត់ចង់ឲ្យសពិចសពិលដូចរាល់ថ្ងៃម្ដងភ្លៀងម្ដងអាប់ម្ដងភ្លៀងម្ដងអាប់ខ្ញុំអត់ចង់ទេខ្ញុំចង់ឲ្យមើលឃើញគុណខ្មែរឲ្យច្បាស់ឲ្យស្គាល់គុណខ្មែរឲ្យច្បាស់ជាងនេះអ្វីដែលខ្ញុំអាចធ្វើទៅបានអញ្ចឹងវាជាការចែករំលែកពីការងារសង្គមផងវាជាគោលដៅរបស់ខ្ញុំផងវាជាការស្រឡាញ់ហើយនឹងស្នងមរតកគុណខ្មែរផងពីព្រោះរាល់ថ្ងៃយើងស៊ីគេដូនតាតាគុណខ្មែរមិនរបស់ដូនតារបស់យើងហើយរាល់ថ្ងៃខ្ញុំបានរស់ខ្ញុំបានហូបចុកខ្ញុំមានឡានជិះខ្ញុំមានកូនសិស្ស30 40នាក់ខ្ញុំមានភាពសុបាយចិត្តខ្ញុំអាចដើរហើរបានរាល់ថ្ងៃខ្ញុំទៅគ្រប់ខេត្តឥឡូវខ្ញុំទៅកូរ៉េក៏ខ្ញុំបានលុយបាទកូនសិស្សខ្ញុំទៅវាយនៅចិនក៏បានលុយបាទអាហ្នឹងសិស្សស៊ីគេដូនតាណាបាទបាទស៊ីគេដូនតាអញ្ចឹងយើងចង់តបស្នងទៅដល់ដូនតារបស់យើងវិញដែរបើមិនបានជួយកុំជន់ផលិតអញ្ចឹងរាល់ថ្ងៃយើងនាំគ្នាធ្វើទាំងអស់គ្នាខ្ញុំក៏សូមអរគុណទៅដល់ពុកម៉ែបងប្អូនដែលជាអ្នកគ្រប់គ្រងមិនថាគ្រប់គ្រងខ្ញុំមិនថាគ្រប់គ្រងក្លឹបផ្សេងទេប៉ុន្តែសម្រាប់ខ្ញុំអរគុណទៅដល់ពុកម៉ែបងប្អូនដែលគ្រប់គ្រងក្លឹបបណ្ដាខ្លារខិនបាទតាំងពីអត់មានសម្ភារៈវឹកហាត់រហូតដល់មានសម្ភារៈវឹកហាត់តាំងពីអត់មានដបូលបងប្អូនជួយដបូលអត់មានសំវៀនបងប្អូនជួយសំវៀនអញ្ចឹងណាជួយសម្ភារៈគ្រប់យ៉ាងទាំងអស់ខ្ញុំចង់បញ្ជាក់អញ្ចេះបងប្អូនខ្លះគាត់ចោទថាអត់ចេះអីផងហេតុអីមកកាន់ក្លឹបបាទគាត់និយាយអញ្ចឹងណាខ្ញុំក៏ចង់ប្រាប់ថាឥឡូវឧទាហរណ៍ថាបើបងថាខ្ញុំអត់ចេះខ្ញុំមកកាន់ក្លឹបខ្ញុំរីកក្លឹបបានប៉ុណ្ណឹងខ្ញុំជួយសង្គមបានប៉ុណ្ណឹងបាទ2ឆ្នាំខ្ញុំអាចលើកក្លឹបខ្ញុំមកដល់ប៉ុណ្ណឹងបាទចុះអ្នកចេះផ្សេងទៀតហេតុអីគាត់មិនធ្វើដែរទៅបាទហេតុអីមិនធ្វើហ្នឹងហើយបាទហេតុអីមិនធ្វើឥឡូវថាបងប្អូនខ្លះថាខ្ញុំអួតបាទខ្ញុំអួតខ្ញុំយកតាណាខ្ញុំបាទបងប្អូនឃើញកូនសិស្សខ្ញុំហូបឆ្ងាញ់អត់បងប្អូនឃើញកូនសិស្សខ្ញុំអត់ជក់គ្រឿងញៀនអត់40នាក់គឺកូនសិស្សខ្ញុំអត់បានទៅជុំគ្នាផឹកស៊ីទេអត់បានជុំគ្នាទៅលួចឆក់ប្លន់គេទេអត់បានជុំគ្នាទៅប្រើប្រាស់គ្រឿងញៀនអីទេអត់បានបំពុលសង្គមអីទេអញ្ចឹងបងលោកគ្រូផ្សេងទៀតអ្នកខ្លះកាន់ក្លឹបរាប់10ឆ្នាំហើយណាក្លឹបនៅដដែលហើយណាបាទដោយសារគាត់ខ្វះខាតអញ្ចឹងបងប្អូនជួយគ្នាទៅគឺបានទៅមុខទាំងអស់គ្នាដូចខ្ញុំខំប្រឹងបងប្អូនខ្លះថាអួតថាខ្ញុំឈួតថាខ្ញុំមិនក៏បានដែរតាមតែចិត្តបងប្អូនថាបើបងប្អូនថាខ្ញុំឈួតថាចោះពីព្រោះអ្វីដែលខ្ញុំធ្វើទាំងអស់គឺខ្ញុំយកមកទ្រទ្រង់កូនសិស្សរបស់ខ្ញុំហើយកូនសិស្សរបស់ខ្ញុំមិនមែនជាកូនខ្ញុំបង្កើតទេណាប៉ុន្តែពួកគាត់យកវាសនាយកមកផ្ញើមកខ្ញុំគាត់ត្រូវការមកហូប3ពេលគាត់ត្រូវការសម្លៀកបំពាក់គាត់ត្រូវការយកប្រាក់ចំណូលយកចំណេះជំនាញយករកប្រាក់ចំណូលដើម្បីផ្គត់ផ្គង់ខ្លួនឯងនិងក្រុមគ្រួសាររបស់គាត់វិញដែរខ្ញុំមានភារកិច្ចអញ្ចឹងបើខ្ញុំតបតមួយគាត់ខ្ញុំអត់មានពេលប្រហាត់កូនសិស្សរបស់ខ្ញុំទេម៉ោង5ម៉ោង4ខ្ញុំងើបប្រហាត់សិស្សរហូតដល់ម៉ោង10ព្រឹកបាយហើយសម្រាប់មកទូម៉ោង1កន្លះត្រូវងើបទៀតប្រហាត់សិស្សទៀតដល់ម៉ោង5ល្ងាចបាទហើយឥឡូវខ្ញុំមានពេលណាទៅតបតមួយគាត់បងប្អូនខ្លះគាត់ថាឃើញតែធ្វើឈួតអត់មានឃើញប្រហាត់សិស្សអាពេលខ្ញុំធ្វើឈួតខ្ញុំថតឲ្យបងមើលអាពេលខ្ញុំប្រហាត់ខ្ញុំអត់ថតទេហើយអាពេលប្រហាត់ដែលខ្ញុំថតបងប្អូនថា
ក្បាច់ពិសេសរឿងអីយកទៅថតឲ្យគេមើល ហ្នឹង អញ្ចឹងខលរហូត ខលរហូត អញ្ចឹងខ្ញុំគ្រាន់តែប្រាប់ថាពេលខ្ញុំធ្វើឈួតហ្នឹងខ្ញុំថតឲ្យបងមើល បាទ បាទខ្ញុំថតឲ្យបងឃើញតែពេលខ្ញុំប្រហាត់ហ្នឹងខ្ញុំថតខ្លះខ្ញុំអត់ខ្លះ 90% ខ្ញុំអត់ថតទេអាស្នៀតមួយហ្នឹងបាទប៉ុណ្ណឹងឯង នេះគឺជាអ្វីដែលកាន់តែច្បាស់សម្រាប់បងប្អូនអ្នកគ្រប់គ្រង បាទ នៅកូនខ្មែរណាឃើញពេលខ្លះដោយគ្រូថាមិញហ្នឹង បាទ ចុះស្នៀបផ្សេងៗយើងយកបង្ហាញឲ្យ បាទ យើងបាន បង្ហាញ យើង បាទ បានអីទៅផ្ដួលគេ បាទពេលខ្លះយើងក៏ថតពេលខ្លះយើងក៏មិនថតប៉ុន្តែ 90% យើងអត់ថតទេ ហ្នឹងហើយ បាទយើងប្រហាត់តែយើងអត់ថតទេអរគុណ បាទអរគុណសម្រាប់ប្រិយមិត្តទូនជនអ្នកគ្រប់គ្រងនៅក្នុងកម្មវិធីរបស់យើងឥឡូវយើងគិតថាជានាទីចុងបញ្ចប់ហើយគ្រូមានអីបន្ថែមទេបើមិនជាអត់ទេយើងសូមធ្វើការបញ្ចប់តែបាទ អរគុណច្រើនយ៉ាងណាក៏អរគុណទៅដល់ពុកម៉ែបងប្អូនទាំងបងដែលធ្លាប់ជួយគុណខ្មែរជួយខ្លារខិនទាំងនៅស្រុកខ្មែរទាំងនៅអាមេរិក បាទ តាមពិតបងប្អូនយើងគាត់ជួយច្រើនឲ្យតែយើងធ្វើបាទអញ្ចឹងបងប្អូនដែលជួយមកដល់ក្លឹបបណ្ដាខ្លារខិនតាំងពី4ម៉ែត្រ4ជ្រុងរហូតដល់30ម៉ែត្រមានដបូលមានសម្ភារៈបខាត់នេះគឺជាប្រាក់របស់បងប្អូនទាំងអស់គ្នាដែលបានជួយមកអ្នកខ្លះជួយតាំងពីផ្អកថៃប្រឡាក់ពៅគាត់ជួយទាំងអស់អញ្ចឹងខ្ញុំអត់មានអីទេមានតែម្រាមដៃ10ថ្លៃអំណរគុណហើយនឹងខ្ញុំនៅតែបន្តខំប្រឹងឲ្យខ្លាំងជាងនេះ បាទ អរគុណ អរគុណមុននឹងបញ្ចប់កម្មវិធីខ្ញុំក៏មានជួយ បាទ មួយនេះដែរ អូខេ តាមរយៈកម្មវិធីពលិកម្មគុណខ្មែរដោយមានការគ្រប់គ្រងពីក្រុមហ៊ុន VY Plus ហើយយើងមានផលិតផល បាទ ហូបហើយនឹង VHerb បាទ ក្នុងនោះក្នុងក៏មានថវិកាចំនួន 100000 បាទអរគុណ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 ជូន ហុ ព យ រ ឡានដែលមកយ៉ាងឆ្ងាយដែរ បាទអរគុណជូនពរក្រុមហ៊ុនមានអតិថិជនកាន់តែច្រើន បាទ ហើយបងប្អូនដែលមានបញ្ហាកុំភ្លេចទំនាក់ទំនងជាមួយនឹងខាងក្រុមហ៊ុនអរគុ បា ណ ទ អរគុណ ហ្នឹងហើយយើងមានតែប៉ុណ្្នឹងទេការចែកគ្នាជាមួយនឹងលោកគ្រូរីគីប្រ បា ធាន ទ ក្លឹបខ្លារខិន បាទ មានរិទ្ធ បាទខ្លារខិនមានតែតាមពិត ខ្លារខិនមាន ខ្លារខិនគុណខ្មែរ ខ្លារខិនគុណខ្មែរ បាទបាទប៉ុន្តែ អូបាទ ភាគច្រើនអ្នកគាត់ហៅមកថាខ្លារខិនមានរិទ្ធជាប់មករហូត បាទ តាមពិតបើនៅក្នុងឈ្មោះខ្លារខិនគុណខ្មែរ បាទអញ្ចឹងការកិច្ចសន្ទនានេះគឺយើងសូមបញ្ចប់ប៉ុណ្ណឹងហើយមុនបញ្ចប់សូមថ្លែងអំណរគុណដល់ក្រុមហ៊ុន VY Plus ក៏ដូចជាផលិតផល VHop និង VHerb សូមឲ្យមានអតិថិជនកាន់តែច្រើនហើយសូមអរគុណដល់ពុកម៉ែបងប្អូនដែលគ្រប់គ្រងនៅក្នុងកម្មវិធីទទួលបានសុខសុវត្ថិភាពហើយនឹងជោគជ័យប្រកបកិច្ចការរកស៊ីទទួលទានបានសមប្រកបទាំងអស់គ្នា បាទ បាទសូមគោរពលាហើយយើងជួបគ្នានៅឱកាសក្រោយបាទសូមអរគុណបាទ ពលិកម្មគុណខ្មែរឧបត្ថម្ភផ្ដាច់មុខដោយផលិតផលបំពេញសុខភាព VHop ជួយដោះស្រាយបញ្ហាសន្លាក់សរសៃនិងអាស៊ីតយ៉ាងមានប្រសិទ្ធភាព VHerb ជួយដោះស្រាយបញ្ហាលើសសម្ពាធឈាមលើសជាតិស្ករការពារជំងឺទឹកនោមផ្អែមនិងបញ្ហាតម្រង់នោមសហការផលិតដោយអាពេច Media អ្នកឯកទេសថតរូបនិងថតវីដេអូអាពេច Media ច្នៃប្រឌិតគ្មានដែនកំណត់